ណែនាំមកកាន់សភៅក្រមរដ្ឋបរិវេណីដែលមាត្រាទី1ច្បាប់ទូទៅនៃនីតិឯកជនបានចែងថាបញ្ញត្តិអំពីគោលការណ៍ទូទៅដែលតាក់ទងទៅនឹងទំនាក់ទំនងគតិយុត្តផ្នែករដ្ឋបរិវេណីបញ្ញត្តិនៃក្រមរដ្ឋបរិវេណីនេះត្រូវយកមកអនុវត្តចំពោះទំនាក់ទំនងទ្រព្យសម្បត្តិនិងទំនាក់ទំនងញាតិលើកលែងតែមានកំណត់ផ្សេងនៅក្នុងច្បាប់ពិសេសមាត្រាទី2គោលការណ៍ជាមូលដ្ឋានដែលក្រមនេះកំណត់អំពីគោលការណ៍នៃការធានាសេចក្តីថ្លៃថ្នូររបស់បុគ្គលភាពស្មើគ្នារបស់បុរសនារីនិងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញមាត្រាទី3គោលការណ៍ស្វ័យភាពនៃបុគ្គលឯកជនដែលក្រមនេះគោរពនៅសេរីភាពនៃឆន្ទៈរបស់បុគ្គលនិងបញ្ញត្តិអំពីទំនាក់ទំនងគតិយុត្តប្រកបដោយសមភាពរវាងបុគ្គលឯកជនដោយរួមបញ្ចូលទាំងនីតិបុគ្គលសាធារណៈដែលនៅក្នុងទំនាក់ទំនងនៃការជួញដូរត្រូវចាត់ទុកជាបុគ្គលឯកជនហើយមាត្រាទី4ស្ដីអំពីការហាមឃាត់មិនឲ្យប្រើប្រាស់សិទ្ធិដោយបំពានហើយមាត្រាទី5គោលការណ៍នៃភាពសុចរិតនិងភាពស្មោះត្រង់ចំពោះមាតិកាទូទៅរបស់ក្រមរដ្ឋបរិវេណីមានគន្ធាទី1ស្ដីអំពីបទបញ្ញត្តិទូទៅគន្ធាទី2ចំពោះបុគ្គលគន្ធាទី3សិទ្ធិប្រឆាំងគន្ធាទី4កាតព្វកិច្ចគន្ធាទី5កិច្ចសន្យាសំខាន់និងអំពើអនិច្ចានុកូលគន្ធាទី6ការធានាកាតព្វកិច្ចគន្ធាទី7ញាតិគន្ធាទី8សន្ទរតកម្មគន្ធាទី9អវសានបញ្ញត្តិ Donna, a good day.